ជំរាបសួរចឹងថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនតទៀតអំពីចំណុចសញ្ញាអក្សរបារ៉ែលចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបន្តនៅស្រៈទី13ប៉ុន្តែមុននឹងចូលដល់ស្រៈទី13ខ្ញុំសូមរំលឹកឡើងវិញបន្តិចតាក់ទងមួយវីដេអូមុនរបស់ខ្ញុំគឺខ្ញុំរំលឹកតែមួយស្រៈទេព្រោះខ្ញុំធ្លាប់រំលឹកពីស្រៈ A រហូតដល់ស្រៈ A ហើយម្ដងហើយអញ្ចឹងដើម្បីកុំឲ្យវីដេអូនេះវែងពេកខ្ញុំគ្រាន់តែបង្ហាញអំពីស្រៈដែលខ្ញុំបានបង្ហាញបងប្អូនចុងក្រោយកាលពីវីដេអូកន្លងមកអញ្ចឹងនេះជាស្រៈ A ជាស្រៈទី12ចឹងចំណុចស្រៈ A ហ្នឹងគឺមានចំណុច1ចំណុច2និងចំណុច4ចំណុច1ចំណុច2និងចំណុច4តោះឥឡូវបានយើងចាប់ផ្ដើមចូលស្រៈទី13ហ្មងស្រៈទី13របស់យើងគឺស្រៈ A នេះបងប្អូនត្រូវសិក្សាស្វែងយល់ស្រៈ A រៀងអក្សរភ្លឺមិនទៅខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំមកចែករំលែកបងប្អូននេះជួយបងប្អូនដឹងអំពីសញ្ញាសម្រាប់ជនពិការភាពផ្នែកហ្នឹងគាត់រៀននៅតាមសាលាកន្លងមកអញ្ចឹងណាបងប្អូនតែងតែឆ្ងល់ថាជនពិការហេតុអីក៏រៀនបានតាំងពីមួយរយៈមុនមកអត់មានទេតែប្រហែលមួយរយៈចុងក្រោយនេះឃើញមានជនពិការច្រើនរៀននៅតាមសាលារៀននៅតាមសាកលវិទ្យាល័យអញ្ចឹងគឺគាត់រៀនមិនបានគឺគាត់ប្រើជាមួយនឹងសញ្ញាអស់ហ្នឹងសញ្ញាទាំងអស់ហ្នឹងនៅពេលដែលគ្រូឲ្យជាមេរៀនគ្រូឲ្យជាអីមកគាត់ព្រិនជាសភៅបែបនេះសភៅដូចខ្ញុំនេះសភៅដូចខ្ញុំបង្ហាញបងប្អូននេះខ្ញុំត្រឡប់បងប្អូនមើលបន្តិចសភៅបែបហ្នឹងសភៅពុំគេហៅសភៅពុំឬក៏គាត់សរសេរដៃតាមគ្រូតាមមេរៀនតាមគ្រូដែលចែករំលែកលើស្លាយឬអីហ្នឹងចឹងត្រឡប់មកវិញកុំឲ្យទៅឆ្ងាយគាត់ចែករំលែកបងប្អូនដឹងទេចឹងថ្ងៃនេះខ្ញុំមកចែករំលែកអំពីស្រៈ A នេះរៀងរបស់ស្រៈ A នេះបងប្អូនមើលបងប្អូនមើលស្រៈ A នៅលើសភៅពុំជាសញ្ញាបារ៉ែលគឺបែបហ្នឹងចឹងបងប្អូនឃើញរៀងហើយបងប្អូនចង់ដឹងពីចំណុចរបស់ស្រៈ A ហ្នឹងហើយបងប្អូនចង់ដឹងពីចំណុចតែកាលណាបងប្អូនដឹងពីចំណុចបងប្អូនសរសេរបានទេដូចខ្ញុំនិយាយប្រាប់ពីវីដេអូមុនចឹងឃើញតែរៀងអត់ដឹងពីចំណុចក៏បងប្អូននៅសរសេរយ៉ាងម៉េចដែរអញ្ចឹងខ្ញុំប្រាប់ពីចំណុចវិញចំណុចរបស់ស្រៈ A គឺមានចំណុច1ចំណុច2និងចំណុច6ចំណុច1ចំណុច2និងចំណុច6នេះរៀងបែបហ្នឹងឥឡូវដល់ពេលសរសេរឲ្យដូចគ្នានឹងឲ្យដូចនឹងសភៅពុំនេះជា slate ឧបករណ៍ slate នេះខ្ញុំតែបង្ហាញបងប្អូនក្នុងវីដេអូបងស្គាល់ឧបករណ៍ slate ហើយ stylus ហើយនឹងមានกระดาษរាមបត់ជា2ចូលគ្នាទៅយើងសរសេរបានហើយបើយើងសរសេរមកសន្លឹកក៏បានដែរតែវាឆាប់អត់លុបអញ្ចឹងយើងបត់ជា2ចូលគ្នាទៅវារៀងក្រាស់បន្តិចអញ្ចឹងវាអត់ងាយលុបអញ្ចឹងដើម្បីសរសេរយើងសរសេរមិនបានឲ្យដូចលើសភៅពុំណែអញ្ចឹងបានខ្ញុំតែងតែប្រាប់បងប្អូនថា6ចំណុចសំខាន់ធ្វើម៉េចឲ្យយើងស្គាល់អំពី6ចំណុចអញ្ចឹងយើងចាប់ផ្ដើមមកក្នុងបន្ទប់ slide ចំណុចខាងលើហ្នឹងក្នុងស្ដាំហ្នឹងហៅចំណុច1ចំក្រោមចំណុច2ចំក្រោមមកចំណុច3យើងអត់ចុចទេយើងឡើងទៅលើវិញចំណុច4ក៏យើងអត់ដែរចំក្រោមមកចំណុច5ក៏យើងអត់ដែរចំក្រោមមកចំណុច6ចុចមកព្រោះស្រៈ A របស់យើងមានចំណុច1ចំណុច2និងចំណុច6យើងចុចចាំមករហូតមកចុចជាប់គ្នាខ្លះចុចអត់គ្នាខ្លះដើម្បីឲ្យបងប្អូនងាយស្រួលយល់អញ្ចឹងខ្ញុំបើកឲ្យបងប្អូនមើលវិញធម្មតាវិញចម្លែកចឹងហើយពេលយើងចុចយើងសរសេរគឺយើងចាប់ដើមពីស្ដាំមកឆ្វេងដល់ពេលដែលយើងបើកមកយើងត្រឡប់ពីឆ្វេងមកស្ដាំដូចគ្នាអត់មានខុសគ្នាទេអញ្ចឹងនេះបងប្អូនជាស្រៈ A ដែលខ្ញុំចុចអំវិញហ្នឹងគឺជាប់គ្នាមានចំណុច1 2 6អញ្ចឹងចុចបានជាប់គ្នាចុច1 2 3ចុច3ស្រៈសិតតែស្រៈ A តើបងចុចដាច់គ្នាចឹងហើយចំណុចដូចគ្នាចំណុចគឺ1 2និង6
tiếng phút tọt mình mọi đặc khiêm thấy chỉ thể thá đấy khiêm chết này là bóng con mờ mọi đặc khiêm chết thật bột ra bóng cuốn để chưa tam khiêm tam mà video chứ nè trong bóng con mờ nó lơ nó chỉ sẽ phô pum sẽ phô bọc xuống ông rôm dương mong khiêm chạy lấy tam là cả xuống ông rôm này tam sẽ phô bọc cả xuống này chẳng này chỉ là phô pum hay ní chỉ riêng nó lơ sẽ phô cả xuống ông rôm riêng bọc lại hay ní chỉ khiêm sẽ xem mình đôi khi nữa mà của mình này khó khăn thìสำคัญយើងស្គាល់ច្បាស់អំពីចំណុចអញ្ចឹងដល់ពេលដែលយើងសិក្សា6ចំណុចនឹងច្បាស់នៅក្នុងបន្ទប់នៃ slate ហ្នឹងគឺយើងសិក្សាច្បាស់ទៅអញ្ចឹងយើងមកចុចស្រៈអីក៏បានចុចស្រៈអីក៏បានចុចជាភាសាអង់គ្លេសក៏បានដែរឲ្យយើងចេះចំណុចយើងចុចបានដែរអញ្ចឹងគឺបែបហ្នឹងអញ្ចឹងជាការសង្ខេបឡើងវិញស្រៈអេរបស់យើងជាចំណុចបោះ barrel ដែលជាអក្សរសម្រាប់ជនដែលមានពិការភាពផ្នែករៀនហ្នឹងគឺមានចំណុច1ចំណុច2និងចំណុច6ម្ដងទៀតស្រៈអែរបស់យើងហ្នឹងគឺមានចំណុច1ចំណុច2ចំណុច6អញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែកជូនបងប្អូនទស្សនាហើយនឹងសម្រាប់បងប្អូនដែលមានពិការភាពផ្នែកគឺគាត់ចង់សិក្សាស្វែងយល់គឺគាត់អាចយកវីដេអូនេះទៅស្ដាប់ហើយរៀនសរសេរតាមនឹងបានដោយគាត់ប្រើប្រាស់ឧបករណ៍ slate ហើយ stylus ដើម្បីសរសេរជម្រាបលាជួបជាមួយខ្ញុំនៅវីដេអូបន្តទៀត